សួស្តីអ្នកនេះហើយនៅក្នុងវីដេអូនេះខ្ញុំនឹងប្រាប់អ្នកនេះអំពីការសួរឈ្មោះនិយាយទៅតាក់ទងឈ្មោះអ្នកនេះមិនថាការសួរឬការឆ្លើយអូខេអញ្ចឹងបើសិនជាយើងចង់សួរគេថាគេតើអ្នកឈ្មោះអីយើងសួរថាម៉េចអ្នកនេះអញ្ចឹងនៅក្នុងភាសាអង់គ្លេសបើយើងចង់សួរថាតើអ្នកមានឈ្មោះអីយើងសួរគេថា what is your name ឬក៏ទម្រង់កាត់ what's your name អូខេ what's your name តើអ្នកឈ្មោះអីអញ្ចឹងបើសិនជាសំណួរគេសួរអញ្ចឹងបើសិនជាអ្នកនរត្រូវឆ្លើយគេវិញគឺយើងឆ្លើយបែបម៉េចអ្នកនរអញ្ចឹងយើងអាចឆ្លើយថា my name is ឈ្មោះរបស់ខ្ញុំគឺហើយបន្ទាប់មកអ្នកនរគ្រាន់តែដាក់ឈ្មោះអ្នកនេះចូលទៅគឺបានរួចជាស្រេចអ្នកនរអញ្ចឹងយើងអាចឆ្លើយថា my name is ឈ្មោះរបស់ខ្ញុំគឺហើយដាក់ឈ្មោះអ្នកនរបញ្ចូលមកហើយចុះបើសិនជាគេអត់សួររកឈ្មោះយើងទេហើយប៉ុន្តែគេសួរឈ្មោះអ្នកផ្សេងទៀតអ្នកនរគាត់ថាសួរឈ្មោះពីណាមួយអញ្ចឹងទៅហើយបើសិនជាគេចង់សួរថាតើគាត់ឈ្មោះអីនៅក្នុងភាសាអង់គ្លេសគេសួរបែបម៉េចអ្នកនរអញ្ចឹងបើសិនជាគេចង់សួរថាតើគាត់មានឈ្មោះអីគេសួរថា what is his name អូខេ what is his name មានន័យថាតើគាត់មានឈ្មោះអីចុះបើសិនជាឆ្លើយវិញមានន័យថាយើងដឹងឈ្មោះគាត់អញ្ចឹងយើងអាចឆ្លើយថា his name is ឈ្មោះរបស់គាត់គឺអូខេ his name is ឈ្មោះរបស់គាត់គឺអញ្ចឹងយើងដាក់ឈ្មោះអ្នកដែលយើងចង់ប្រាប់ឈ្មោះហ្នឹងបញ្ចូលមកបានហើយអ្នកនរចុះបើសិនជាគេចង់សួរថាតើនាងមានឈ្មោះអីអូខេតើនាងឈ្មោះអីអញ្ចឹងយើងអាចបង្កើតទៅជាប្រយោគបានហើយអ្នកនរWhat is her name អូខេ What is her name តើនាងមានឈ្មោះអីអូខេអ្នកនរហើយចម្លើយបើយើងចង់សួរថានាងមានឈ្មោះហើយបន្ទាប់មកយើងប្រាប់ឈ្មោះអ្នកដែលយើងចង់ប្រាប់ហ្នឹងហើយអញ្ចឹងភាសាអង់គ្លេសយើងនិយាយថា her name is អូខេ her name is អញ្ចឹងអ្នកគ្នាដាក់ឈ្មោះពីណាម្នាក់ដែលអ្នកគ្នាចង់ឆ្លើយមកបានហើយហើយមួយទៀតគឺយើងចង់សួរថាតើពួកគាត់មានឈ្មោះអីជាភាសាអង់គ្លេសយើងសួរបែបម៉េចអ្នកគ្នានៅក្នុងភាសាអង់គ្លេសគឺយើងអាចសួរថា what are their names អូខេ what are their names តើពួកគាត់មានឈ្មោះអីអញ្ចឹងបើយើងចង់ឆ្លើយថាចង់ឆ្លើយវិញគឺយើងឆ្លើយមកថា their names are បន្ទាប់មកយើងប្រាប់ឈ្មោះពួកគាត់មកប៉ុណ្ណឹងគឺហើយណែអញ្ចឹងងាយទេនៅក្នុងការសួរឈ្មោះអញ្ចឹងយើងអត់ចាំបាច់ចេះតែឆ្លើយថាតើគេសួរយើងបានយើងចេះឆ្លើយដល់ពេលបើសួរអ្នកផ្សេងទៀតឬក៏សួរអ្នកដែលក្រៅពីយើងក៏យើងអាចឆ្លើយបានដែរអ្នកនរគ្នាអញ្ចឹងគឺងាយទេអ្នកនរគ្នាវីដេអូនៅថ្ងៃនេះគឺមានតែប៉ុណ្្នឹងហើយខ្ញុំនឹងជួបអ្នកទាំងអស់គ្នានៅវីដេអូក្រោយទៀត Goodbye see you later